ថាបើធ្វើមិនបានក៏និយាយខ្មាស់គេខ្មែរមិនមានអីបាទក្រៅពីការនាំចូលពីយួននិងសៀមទេខមមិនត្រង់ថាខ្ញុំបាទថាយើងឈប់ទិញអីវ៉ាន់សៀមយើងជួយទិញផលិតផលបាទរបស់បងប្អូនយើងបាទផលិតផលខ្មែរបាទដូចជាអង្ករដូចជាទឹកត្រីដូចជាមីបាទដូចជាទឹកស៊ីអ៊ីវត្រីងៀតត្រីឆ្អើរសៀងបាទសូមគោរពជម្រាបសួរបងប្អូនអរគ្នាបាទមានបាទមិននៅថាបងប្រុសឬមួយក៏បាទគាត់ជាមនុស្សស្រីទេដោយសារ profile របស់គាត់ដាក់រូបអន្ត្រីណាគាត់បានចូល comment នៅក្នុង channel YouTube របស់ខ្ញុំបាទគាត់បាន comment ថាបើធ្វើមិនបានក៏និយាយខ្មាស់គេខ្មែរមិនមានអីបាទក្រៅពីការនាំចូលពីយួននិងសៀមទេបាទការ comment នេះតាមពិតគាត់ comment ត្រង់ថាខ្ញុំបាទថាបើចង់និយាយថាបើយើងធ្វើមិនកើតទេក៏និយាយដល់ខ្មាស់គេណាប៉ុន្តែក៏សូមបាទអរគុណបាទបងតែបាន comment បាទគេថាពាក្យយ៉ាងល្អបាទខ្ញុំស្វែងរកយូរហើយបាទការ comment របៀបចេះអញ្ចឹងកាលពីបាទ2ថ្ងៃមុនបាទខ្ញុំបានធ្វើជាคลิปវីដេអូមួយបាទសូមពៀវលាទៅដល់សប្បុរសជនសប្បុរសធម៌បាទបងប្អូនប្រជាពលរដ្ឋយើងដែលគាត់មានចិត្តធម៌ណាគាត់ទិញជាសព្វរៈដើម្បីយកទៅជូនបងប្អូនកងទ័ពកំពុងតែការពារទឹកដីដោយសារមានការឈ្លានពានបាទពីបាទអ្នកជិតខាងអញ្ចឹងខ្ញុំសូមសំណូមពរថាកុំឲ្យទិញបាទរបស់អីវ៉ាន់សៀមបាទដោយសារយើងកំពុងតែមានវិវាទជាមួយគ្នាបាទគេក៏កំពុងតែអន្ត្រីដាក់យើងអញ្ចឹងខ្ញុំសូមប្រកាសបាទយើងឈប់ទិញអីវ៉ាន់សៀមយើងជួយទិញផលិតផលបាទរបស់បងប្អូនយើងបាទផលិតផលខ្មែរបាទដូចជាអង្ករដូចជាទឹកត្រីដូចជាមីបាទដូចជាទឹកស៊ីអ៊ីវត្រីងៀតត្រីឆ្អើរសៀងបាទលាក់អញ្ចឹងទៅកំពង់ទាមកអីអញ្ចឹងទៅបាទក៏ប៉ុន្តែបាទក៏ប៉ុន្តែដោយបងប្អូនធ្លាប់ប្រើផលិតផលបាទរបស់សៀមទៅតាមជីដែនបាទថៃអាហ្នឹងជារឿងរបស់បងប្អូនទេបាទខ្ញុំអត់ចង់និយាយថាខ្ញុំអត់ឲ្យបងប្អូនឈប់ប្រើទេបើបងប្អូនចង់ប្រើក៏ប្រើទៅប៉ុន្តែខ្ញុំសំណូមពរតែបងប្អូនសប្បុរសធម៌សប្បុរសជនបាទដែលគាត់ទិញរបស់សៀមអីវ៉ាន់សៀមហ្នឹងយកទៅឲ្យបាទបងប្អូនកងទ័ពយើងហើយបងប្អូនកងទ័ពយើងថាយកទៅដល់គាត់យកហើយប៉ុន្តែដែលថាយើងតែយើងយកទៅដល់យើងមិនធ្វើជាវីដេអូឃ្លីបបាទធ្វើថតជាសន្លឹករូបភាពបាទអញ្ចឹងទៅអារូបភាពនិងវីដេអូរបស់យើងហ្នឹងយើងមិនផុសនៅក្នុងបណ្ដាញសង្គមបាទបណ្ដាញសង្គមវាមានFacebook វាមាន TikTok វាមាន YouTube បាទវាមានច្រើនទៀតបាទ social media ច្រើនទៀតបាទវាមាន Instagram វាមានបាទWhatsApp មានអីចឹងទៅអញ្ចឹងអារូបភាពអាវីដេអូបាទទាំង lain នេះវាផុសទៅក្នុងបាទលំហ V5 ហើយប្រទេសណាក៏គេមើលឃើញបាទទោះបីខាងសៀមក៏វាមើលឃើញដែរចុយអានេះអញធ្វើប៉ុណ្្នឹងហើយនៅតែប្រើរបស់អញទៀតបាទខ្ញុំចង់និយាយចំណុចហ្នឹងទេបាទគឺសម្រាប់បងប្អូនដែលគាត់ប្រើប្រចាំថ្ងៃអាហ្នឹងជារឿងរបស់បងប្អូនបាទខ្ញុំអត់និយាយទេណាដោយសារវីដេអូមុនខ្ញុំអត់បានបញ្ជាក់ខ្ញុំធ្វើខ្លីបាទអញ្ចឹងឃើញមិនដឹងជាបងប្រុសឬមួយបាទអូនស្រីឬមួយបងស្រីទេដោយសារគាត់ដាក់រូប profile រូបអន្ត្រីអញ្ចឹងណាហ្នឹងហើយក៏សូមអរគុណបាទគាត់ comment ហ្នឹងតាមពិតគាត់ថាខ្ញុំគាត់រិះគន់បាទដើម្បីស្ថាបនាបើខ្ញុំស្ដាប់ទៅណាយើងកុំខឹងគាត់បាទអញ្ចឹងតាមពិតមែនបាទតាមពិតប្រទេសយើងដោយសារយើងការផលិតបាទសង្វាក់ផលិតកម្មយើងការផលិតហ្នឹងវាមិនសូវទូលំទូលាយទេអញ្ចឹងយើងតែងតែយកបាទពីបរទេសបាទចិត្តខាងបាទថៃបាទយួនបាទមិនថាយួនទេចិនអីឬមួយអីក៏មានការនាំចូលដែរប៉ុន្តែខ្ញុំគ្រប់គ្រងអ្វីដែលដូចថាខាងក្រសួងបាទសុខាភិបាលខាងកម្មគ្រប់គ្រងខាងចង់និយាយថាខាងនាំចូលហ្នឹងក៏ពិនិត្យមើលថារបស់ហ្នឹងយើងអាចប្រើបានមិនមានជាតិគីមីទេខ្ញុំគ្រប់គ្រងតែបើសិនឧទាហរណ៍យើងនាំផ្លូវកាត់ផ្លូវអីបាទគឺមិនល្អទេបាទដូចកាលពីប្រហែលបាទសប្តាហ៍មុនឃើញបងប្អូនផុសរូបតរ៉េនបាទនៅប្រទេសវៀតណាមថាតរ៉េនសិតតែប្រើជាតិគីមីខាងចិនអត់ទទួលខាងអីចឹងទៅ
បងប្អូនផុសជាព័ត៌មានដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងគាត់បានដឹងថាទុរេនរបស់វៀតណាមគឺមានជាតិគីមីច្រើនទោះបីចិនដែលគេត្រូវនាំយកទៅលក់នៅប្រទេសចិននោះក៏ចិនអត់ទិញដែរហើយទុរេនសច្រើនខាងរាជរដ្ឋបាលវៀតណាមគេយកទៅកប់ចោលដើម្បីកុំឲ្យប្រជាពលរដ្ឋរបស់គេបរិភោគប៉ះពាល់សុខភាពអញ្ចឹងណាអញ្ចឹងអានេះជាល្អជាព័ត៌មានល្អហើយរាជរដ្ឋាភិបាលគាត់អត់មានថាបងប្អូនដែរបាទដោយសារបងប្អូនផ្សព្វផ្សាយព័ត៌មានពិតព័ត៌មានចែករំលែកព័ត៌មានដែលមានប្រយោជន៍គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងបានដឹងអញ្ចឹងខ្ញុំសួរទៅបងវិញបងដឹងថាទុរេនហ្នឹងវាមានជាតិគីមីហើយខាងរាជរដ្ឋបាលវៀតណាមគេមិនឲ្យប្រជាពលរដ្ឋគេហូបហើយគេកប់ហើយបើបងដឹងថារបស់វៀតណាមបងនៅបន្តហូបទៀតអត់បាទតែបើចំពោះខ្ញុំ no បាទចំពោះខ្ញុំ no គឺរបស់ដែលអត់មានប្រភពបាទហើយចេញពីវៀតណាមមកមិនថាផ្លែឈើមិនថារបស់អីទេបាទគឺខ្ញុំអត់បរិភោគទេបាទគឺខ្ញុំចង់និយាយថាទោះបីថោកក៏ដោយបាទហើយខ្ញុំបន្តគ្រប់គ្រងបាទរបស់បាទបងប្អូនប្រជាពលរដ្ឋយើងដែលគាត់ផលិតគាត់ដាំគាត់ធ្វើនៅក្នុងស្រុកបាទនៅប្រទេសខ្មែរយើងគឺយើងបន្តប្រើទោះបីថារសជាតិវាចាញ់គេបន្តិចមែនប៉ុន្តែយើងប្រើទៅយូរទៅវាស៊ាំជាមួយរសជាតិហ្នឹងហើយគាត់អាប់ដេតទៅក៏វាអាចថាល្អដែរអញ្ចឹងអ្វីដែលយើងដឹងហើយគឺបាទគឺយើងគុំទទួលយកទោះបីថោកក៏ដោយបាទរបស់វៀតណាមអញ្ចឹងបងប្អូនបើសិនស្ដាប់វីដេអូឃ្លីបហ្នឹងហើយបងប្អូនគិតថាម៉េចដែរបងប្អូននៅតែចង់បានរបស់ថោកយកមកទទួលទានហើយប្រហែលជាមួយឆ្នាំក្រោយ2ឆ្នាំក្រោយបងប្អូនប៉ះពាល់សុខភាពបាទខូចកលៀនបាទខូចថ្លើមបាទទឹកនោមផ្អែមបាទលៀងកលៀនលៀងឈាមលៀងអីចឹងទៅបងប្អូនចង់បានរបៀបហ្នឹងឬមួយក៏បងប្អូនចង់បានសុខភាពល្អបាទបើបងប្អូនចង់បានសុខភាពល្អបងប្អូនគួរតែជៀសវាងហើយនឹងសិក្សាទាំងអស់គ្នាបាទសិក្សាទាំងអស់គ្នាទោះបីគេនាំចូលក៏ដោយបាទរបស់មិនល្អយើងកុំទិញហូបមិនថាផ្លែឈើមិនថាស្អីមិនថាសាច់ថាអីទេបាទយើងដើមចេញពីកណ្ដិតយើងកុំទិញហូបបាទហើយចំណុចមួយទៀតបើសិនឧទាហរណ៍យើងដឹងថារបស់សៀមវារបស់ល្អហើយកំពុងតែបទ្រូបត្រាគ្នាអញ្ចឹងបងប្អូននៅចង់បរិភោគឬមួយក៏ចង់ប្រើបន្តបាទបើបងប្អូនចង់ប្រើបន្តក៏ប្រើទៅបាទវាជាសិទ្ធិរបស់បងប្អូនហ្នឹងហើយខ្ញុំបាទនៅតែបទ្រូបត្រាអញ្ចឹងគឺខ្ញុំចង់និយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំចាប់ផ្ដើមកាត់បន្ថយបាទកាត់បន្ថយបដាហើយបាទបើសិនឧទាហរណ៍កាន់តែវាបទ្រូបត្រាខ្លាំងខ្ញុំឈប់បដ ாய் ប៉ុន្តែបើសិនឧទាហរណ៍យើងចរចាត្រូវគ្នាបាទល្អអឿនដូចគ្នាអាហ្នឹងវាធ្វើមិនទេគឺថាប្រទេសជិតខាងបើសិនគេនាំរបស់មកល្អយើងហូបទៅបាទបើថារបស់អន់គឺក៏អត់ហ៊ានហូបដែរគឺប៉ុណ្្នឹងឯងគឺយើងដឹងថាអ្វីដែលល្អអ្វីដែលអាក្រក់យើងត្រូវរៀនសិក្សាខ្លួនឯងបាទកុំឲ្យឃើញថោកខុសពីរបស់ខ្មែរយើងបាទរបស់គេនាំចូលវាថោកតែយើងអាចបានគិតថាវាប៉ះពាល់ទៅថ្ងៃក្រោយវាមានជាតិគីមីជាតិអីបាទវាធ្វើឲ្យយើងឈឺបាទធ្វើឲ្យយើងចំណាយពេលទៅមើលជំងឺអស់លុយអស់កាក់ច្រើនបាទអានេះយើងគិតសារថ្មីបាទអញ្ចឹងខ្លឹមសារនៃវីដេអូបាទថ្ងៃនេះគឺមានប៉ុណ្្នឹងទេបើខុសឆ្គងយ៉ាងណាក៏ខន្តីអភ័យទោសបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្ត